ស្វែងយល់ពីឫសគល់នៃអាថ៌កំបាំងដែលអ្នកជោគជ័យបំផុតក្នុងលោកបានដឹងគឺមនុស្សយើងម្នាក់ប្រៀបដូចជាមេដែកមានជីវិតរាល់គំនិតដែលយើងបង្កើតឡើងវាមិនមែនរលាយបាត់ទៅវិញទេប៉ុន្តែវាបញ្ចេញថាមពលរលកធាតុអាកាសបើអ្នកគិតរឿងល្អអ្នកកំពុងទាញថាមពលល្អឲ្យរត់មករកអ្នកតែបើអ្នកចំណាយពេលព្រួយបារម្ភឬគិតរឿងអាក្រក់អ្នកក៏កំពុងហៅរឿងអាក្រក់ឲ្យមកជួបអ្នកដូចគ្នាច្បាប់នេះដំណើរការដោយច្បាប់ទំនេរផែនដីដែរគឺវាមិនរើសមុខមាត់ឬឋានៈឡើយវាតបស្នងទៅនឹងរំញ័រនៃគំនិតរបស់អ្នកយន្តការនៃច្បាប់តាក់ទាញច្បាប់នេះមានគោលការណ៍សាមញ្ញថាអ្វីដែលដូចគ្នាវានឹងតាក់ទាញគ្នាមនុស្សភាគច្រើនបរាជ័យដោយសារពួកគេប្រើថាមពលចិត្តទៅផ្ដោតលើអ្វីដែលពួកគេមិនចង់បានដូចជាបំណុលជំងឺឬភាពឯកោចក្រវាលមិនសម្គាល់ពាក្យបដិសេធឡើយកាលណាអ្នកគិតពីបំណុលវានឹងនាំបំណុលមកបន្ថែមផ្ទុយទៅវិញអ្នកត្រូវបង្វែរចិត្តមកផ្ដោតលើភាពសម្បូរបែបនិងសុខភាពល្អជំនួសវិញទៅជីវិតរីកចម្រើនក្នុងមួយថ្ងៃយើងបញ្ចេញថាមពលតាមរយៈការគិតបើអ្នកផ្ដោតលើការខ្វះខាតចក្រវាលនឹងផ្ដល់ភាពខ្វះខាតមកឲ្យអ្នកកាន់តែច្រើនឧទាហរណ៍មនុស្សពីរនាក់ជួបបញ្ហាកកស្ទះចរាចរណ៍ដូចគ្នាម្នាក់ខឹងសម្បាបន្ទោប្រេងវាសនាវានឹងតាក់ទាញថ្ងៃសោយមកបន្តទៀតរីឯម្នាក់ទៀតឆ្លៀតឱកាសនោះស្ដាប់តន្ត្រីដែលខ្លួនចូលចិត្តឬគិតពីគម្រោងការងារដោយក្តីសុខវានឹងតាក់ទាញសន្តិភាពផ្លូវចិត្តនិងដំណោះស្រាយល្អមកបន្ថែមទៀតសុំជឿនិងទទួលដើម្បីឲ្យច្បាប់នេះដំណើរការអ្នកនិពន្ធបានណែនាំរូបមន្តមាស3យ៉ាងគឺការសុំត្រូវធ្វើឡើងដោយភាពច្បាស់លាស់អ្នកត្រូវដឹងថាខ្លួនឯងចង់បានអ្វីពិតប្រាកដមិនមែនសុំបែបស្ទាក់ស្ទើរឡើយឧទាហរណ៍ជំនួសឲ្យការនិយាយថាខ្ញុំចង់បានការងារល្អចូលនិយាយថាខ្ញុំចង់បានការងារជាអ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនអន្តរជាតិមួយដែលមានប្រាក់ខែ$2,000និងបរិយាកាសការងាររីករាយជឿនេះគឺជាចំណុចដែលពិបាកបំផុតអ្នកត្រូវជឿជាក់ថាអ្វីដែលអ្នកសុំនោះជារបស់ដែលអ្នកមានរួចទៅហើយទោះបីជាភ្នែករូបធម៌មិនទាន់មើលឃើញក៏ដោយកុំទុកចិត្តលើការសង្ស័យអ្នកត្រូវមានជំនឿយ៉ាងមុតមមដូចអ្នកកំងអីវ៉ាន់តាមអនឡាញអញ្ចឹងដែរទោះមិនទាន់ឃើញអីវ៉ាន់ទៅដល់ផ្ទះក៏អ្នកដឹងថាវានឹងមកដល់ពិតប្រាកដឧទាហរណ៍បើអ្នកចង់សម្រក់ទម្ងន់កុំរងចាំដល់ស្រក់ទើបសប្បាយចិត្តចូលជឿថាខ្លួនឯងមានរាងស្អាតរួចទៅហើយទិញខោអាវទំហំដែលអ្នកចង់បានមកទុកហើយមានមោទនភាពលើរាងកាយថ្មីនោះទទួលអ្នកត្រូវរៀបចំអារម្មណ៍ឲ្យស្របទៅនឹងអ្វីដែលអ្នកចង់បានបើអ្នកចង់បានឡានថ្មីចូលមានអារម្មណ៍រីករាយដូចអ្នកកំពុងបើកបរវាឥឡូវនេះអារម្មណ៍រីករាយគឺជាហ្វ្រេកង់ដែលទាញយកបំណងប្រាថ្នាមកដាក់ក្នុងដៃរបស់អ្នកត្រូវដាក់ខ្លួនឯងឲ្យស្ថិតក្នុងស្ថានភាពរីករាយដើម្បីឲ្យត្រូវនឹងហ្វ្រេកង់នៃអ្វីដែលអ្នកសុំឧទាហរណ៍ប្រសិនបើអ្នកសុំឡានថ្មីចូលសាកល្បងបើកឡាននោះនៅការ៉ាស់ដើម្បីឲ្យអារម្មណ៍របស់អ្នកប៉ះជាតិដែកក្លិនឡាននិងភាពរំភើបពិតអារម្មណ៍រំភើបនេះឯងជាមេដែកទាញឡាននោះមកឲ្យអ្នកការគ្រប់គ្រងគំនិតនិងអារម្មណ៍ក្នុងមួយថ្ងៃមនុស្សមានគំនិតរាប់ម៉ឺនយើងមិនអាចតាមគ្រប់គ្រងគំនិតបានទេប៉ុន្តែយើងអាចត្រួតពិនិត្យអារម្មណ៍បានអារម្មណ៍គឺជាប្រព័ន្ធផ្ដល់សញ្ញាបើអ្នកមានអារម្មណ៍មិនល្អខឹងខ្លាចព្រួយវាមានន័យថាអ្នកកំពុងគិតរឿងខុសហើយចូលដូរអារម្មណ៍ភ្លាមតាមរយៈការស្ដាប់តន្ត្រីការគិតពីមនុស្សដែលអ្នកស្រឡាញ់ឬការប្រើពាក្យបញ្ជាក់ក្នុងចិត្តដូចជាខ្ញុំជាមនុស្សពូកែខ្ញុំមានសំណាងដើម្បីដូរព្រេះកង់នៃចិត្តវិធីសាស្ត្រពន្លឿនជោគជ័យការស្រមៃនិងការដឹងគុណការស្រមៃគឺជាការបង្កើតភាពយន្តក្នុងចិត្តនៅពេលអ្នកស្រមៃឃើញរូបភាពជោគជ័យយ៉ាងពិតប្រាកដកោសិកាគូក្បាលនិងចក្រវាលនឹងចាប់ផ្ដើមធ្វើការរួមគ្នាដើម្បីបង្កើតឱកាសឲ្យរូបភាពនោះក្លាយជាការពិតគូក្បាលមនុស្សមិនអាចបែងចែករវាងការស្រមៃយ៉ាងពិតប្រាកដនិងការបង្កើតឡើងពិតទេនៅពេលអ្នកស្រមៃដដែលគូក្បាលនឹងបញ្ជាឲ្យអ្នកមើលឃើញឱកាសដែលស្របទៅនឹងការស្រមៃរបស់អ្នកឧទាហរណ៍កីឡាកររត់ប្រណាំងម្នាក់ស្រមៃឃើញខ្លួនឯងរត់ទៅដល់ទីព្រ័ត្រឬសំឡេងជ័យខូសនិងមានអារម្មណ៍មេដាយមាសបន្តោងនៅជាប់នឹងកជារៀងរាល់យប់ការស្រមៃនេះនឹងជំរុញឲ្យរាងកាយនិងចិត្តគំនិតរបស់គេធ្វើការលើសពីមនុស្សធម្មតាដើម្បីសម្រេចវាការដឹងគុណនេះគឺជាឧបករណ៍ដែលមានអំណាចបំផុតការដឹងគុណចំពោះអ្វីដែលមានស្រាប់ទោះជាបន្តិចបន្តួចនឹងបង្កើតថាមពលវិជ្ជមានយ៉ាងខ្លាំងដែលធ្វើឲ្យចក្រវាលផ្ដល់របស់ល្អមកឲ្យអ្នកកាន់តែច្រើន
នៅពេលដែលអ្នកអរគុណអ្នកកំពុងប្រាប់ចក្រវាឡថាខ្ញុំមានរួចទៅហើយវានឹងពង្រីកអ្វីដែលអ្នកកំពុងអរគុណនោះឲ្យកាន់តែធំឧទាហរណ៍ទោះបីជាអ្នកកំពុងស្នាក់នៅផ្ទះជួលតូចមួយក៏ត្រូវដឹងគុណដែលវាផ្ដល់ជំរកកក់ក្ដៅការពារកម្ដៅថ្ងៃនិងភ្លៀងនៅពេលអ្នកដឹងគុណដោយចិត្តស្មោះចិត្តរបស់អ្នកនឹងស្រឡះហើយឱកាសទិញផ្ទះផ្ទាល់ខ្លួននឹងលេចឡើងតាមក្រោយការអនុវត្តក្នុងទិដ្ឋភាពជីវិតលុយកាក់សុខភាពនិងទំនាក់ទំនងចូលឈប់និយាយថាខ្ញុំគ្មានលុយទេចូលមានអារម្មណ៍ថាខ្លួនឯងជាមនុស្សមានបានហើយលុយនឹងហូរចូលតាមច្រកដែលអ្នកនឹកស្មានមិនដល់គម្រោងចាំដល់មានលុយទើបធ្វើខ្លួនជាអ្នកមានចូលធ្វើខ្លួនឲ្យមានតម្លៃស្លៀកសម្លៀកបំពាក់ឲ្យស្អាតបាតនិងមានសុជីវធម៌ដូចជាអ្នកជោគជ័យម្នាក់តាំងពីឥឡូវនេះបើអ្នកចង់ក្លាយជាម្ចាស់ក្រុមហ៊ុនចូលចាប់ផ្ដើមធ្វើការក្នុងតំណែងបច្ចុប្បន្នរបស់អ្នកដើម្បីទទួលខុសត្រូវនិងភាពច្នៃប្រឌិតខ្ពស់បំផុតដូចជាអ្នកកំពុងគ្រប់គ្រងក្រុមហ៊ុនខ្លួនឯងអញ្ចឹងផ្នែកសុខភាពរាងកាយរបស់យើងមានសមត្ថភាពព្យាបាលខ្លួនឯងតាមរយៈកម្លាំងចិត្តកុំផ្ដោតលើរោគសញ្ញានៃជំងឺតែត្រូវផ្ដោតលើរូបភាពដែលអ្នកមានកម្លាំងមាំមួនឧទាហរណ៍មនុស្សដែលតែងតែនិយាយថាខ្ញុំខ្សោយណាស់ខ្ញុំងាយឈឺណាស់នឹងឃើញថាខ្លួនឯងឧស្សាហ៍ឈឺផ្ដាសាយឬឈឺក្បាលជានិច្ចផ្ទុយទៅវិញការប្រើពាក្យរាងកាយខ្ញុំរឹងមាំនិងមានថាមពលនឹងជួយឲ្យប្រព័ន្ធការពាររាងកាយដំណើរការបានល្អប្រសើរផ្នែកទំនាក់ទំនងបើអ្នកចង់ឲ្យគេស្រឡាញ់យើងត្រូវស្រឡាញ់និងឲ្យតម្លៃខ្លួនឯងជាមុនចូលមើលចំណុចល្អៗរបស់ដៃគូនោះចំណុចល្អៗនឹងរីកធំឡើងការទទួលខុសត្រូវនិងការរស់នៅបច្ចុប្បន្នអ្នកគឺជាអ្នកនិពន្ធជីវិតរបស់ខ្លួនឯងកុំបន្ទោសវាសនាកុំបន្ទោសអតីតកាលឬអ្នកដទៃការទទួលខុសត្រូវ 100% លើជីវិតផ្ដល់អំណាចឲ្យអ្នកផ្លាស់ប្ដូរគ្រប់យ៉ាងបានលើសពីនេះការរស់នៅក្នុងឋានៈបច្ចុប្បន្នដោយក្តីសុខគឺជាគ្រាប់ពូជដ៏ល្អបំផុតសម្រាប់អនាគតបច្ចេកទេសជំនួយប្រចាំថ្ងៃបង្កើតក្តាររូបភាពនៃក្តីសម័យដើម្បីរំលឹកចិត្តជារៀងរាល់ថ្ងៃការធ្វើសមាធិជួយឲ្យចិត្តស្ងប់ដែលធ្វើឲ្យយើងងាយស្រួលគ្រប់គ្រងគំនិតនិងមិនឲ្យថាមពលអវិជ្ជមានចូលមកបៀតបៀនសៀវភៅ The Secret បង្រៀនយើងថាពិភពលោកខាងក្រៅគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីពិភពលោកខាងក្នុងរបស់យើងប៉ុណ្ណោះនៅពេលអ្នកផ្លាស់ប្ដូរអ្វីដែលនៅក្នុងចិត្តនោះអ្វីៗនៅជុំវិញខ្លួនអ្នកនឹងផ្លាស់ប្ដូរទៅតាមនោះដែរ